បាទជំរាបសួរប្រិយមិត្តបងប្អូនទីបំផុតដឹងមូលហេតុពីកីឡាករធឿនធីរ៉ាប៉ះជាមួយនឹងកីឡាករតណាន់ឆៃហើយដកមិនបានប្រកួតជាមួយនឹងកីឡាករតណាន់ឆៃដូរដាក់កីឡាករថ្មីបាទថ្ងៃនេះអេដមីនមានព័ត៌មានថ្មីយោងតាមកិច្ចសភាលោកគ្រូអេបថងគាត់បានបង្ហើបនិយាយច្បាស់នៅក្នុងកិច្ចសភាថាដំបូងគឺមិនមែនកីឡាករសញ្ជាតិយូកាដេនដែលមកប្រកួតថ្ងៃទី3នេះទេគឺជាកីឡាករតណាន់ឆៃប៉ុន្តែដោយសារតខ្មែរនិងថៃគឺវិវាទគ្នាអញ្ចឹងគឺអត់អាចយកកីឡាករថៃមកប្រកួតបានលោកថុំគឹមដែលជាប្រធានស្ថាប័នខ្សែក្បាត់ IVC គាត់បាននិយាយច្បាស់ថាយកកីឡាករតណាន់ឆៃមកប៉ុន្តែគាត់យកមកមែនបងប្អូនប៉ុន្តែដោយសារតកម្ពុជាថៃអត់ត្រូវគ្នាត្រូវដូរកីឡាករតណាន់ឆៃចេញដាក់កីឡាករយូកាដេនដែលជាជើងខ្លាំងមកប៉ះជាមួយនឹងកីឡាករធឿនតារាថ្ងៃទី3នេះវិញបងប្អូនកីឡាករម៉ាស៊ីម៉ាតាដែលជាជើងខ្លាំងយូកាដេនដែលត្រៀមប៉ះនឹងធឿនតារាហ្នឹងគឺដោយសារកីឡាករតណាន់ឆៃមិនបានមកប្រកួតទេបងប្អូនកុំអីគឺត្រូវកីឡាករតណាន់ឆៃសូម្បីតែលោកគ្រូអេបថងគាត់បានលើកឡើងថាកីឡាករធឿនតារាការវឹកហាត់របស់គាត់គ្រាន់តែលើថាប៉ះជាមួយនឹងកីឡាករតណាន់ឆៃថ្ងៃទី3ខែ7ហ្នឹងគឺគាត់ប្រឹងប្រែងខ្លាំងមែនប៉ុន្តែទីបំផុតគឺបានប៉ះប៉ុន្តែបានប្រកួតប៉ះកីឡាករដទៃអញ្ចឹងណាបងប្អូនប៉ុន្តែដៃគូរបស់កីឡាករធឿនតារាដូរមកនេះក៏មិនធម្មតាដែរបងប្អូនជាជើងខ្លាំងធ្លាប់ប៉ះជាមួយនឹងពតថនៅសង្វៀនថៃហ្វៃធ្លាប់ប៉ះកីឡាករភូមាហើយជាម្ចាស់ខ្សែក្បាត់ WBC ហើយជាម្ចាស់ខ្សែក្បាត់ពិភពលោកជាច្រើនខ្សែទៀតផងមិនមែនលំទេហើយប្រវត្តិប្រកួតរបស់គាត់ដូចជាឈ្នះ30-40 ដងដែរបងប្អូនដៃគូរបស់កីឡាករធឿនតារាហ្នឹងគឺមិនធម្មតាលំអីចឹងហើយដៃគូរបស់ធឿនតារានេះការជួបថ្ងៃទី3ខែ7នេះតន់ដឹងថាជាការប្រកួតតាមខ្សែក្បាត់ឬប្រកួតតាមពៀនមកបងគាត់ខាង spotter ខាងស្ថានីយ៍ទទួលថោនគឺនឹងខាងស្រាប៊ីកែនស្បឺតគាត់សហការគ្នាតន់ចេញផ្លូវការថាជាការប្រកួតដណ្ដើមអីទេប៉ុន្តែដឹងតដើមរង្វាន់ធំបងប្អូនយើងចាំតាមដាននោះគ្នាហើយអាចដណ្ដើមខ្សែក្រវ៉ាត់ហើយមហាព្រឹត្តិការណ៍ Golden Boy នេះគឺសតកីឡាករលំដាប់ដែលចូលរួមប្រកួតហ្នឹងបងប្អូនថ្ងៃទី3ហ្នឹងគឺរួមមានឡាវចន្ទ្រាចម្រើនគុណខ្មែរឈុតស្រីវ៉ាន់ថងមើលមីឃីអេមរិនធឿនធីរ៉ាហ្នឹងបងប្អូនដែលចូលរួមប្រកួតគឺកីឡាករគុណខ្មែរយើង6រូបត្រៀមតទល់ជាមួយនឹងជើងខ្លាំងយូកាដេនហើយនឹងម៉ុងហ្គោលហើយនឹងអេស្ប៉ាញគឺ3ប្រទេសចូលរួមប្រកួតប៉ះជាមួយនឹងជើងខ្លាំងគុណខ្មែរយើងពិតជាមិនធម្មតាជួបសិតតែរបស់ពិតបងប្អូនគេក៏លំដាប់យើងក៏លំដាប់ដែរហ្នឹងហើយសម្បីតែលោកគ្រូអេគាត់ក៏ស្ដាយខ្លាំងតែនគាត់ថាបើបានប៉ះជាមួយនឹងកីឡាករតណាន់ឆៃគឺបើបានប្រកួតឈ្នះដឹងតែក៏ក្រៅពិភពលោកគុណខ្មែរកាន់តែគេទទួលស្គាល់ច្រើនព្រោះកីឡាករតណាន់ឆៃនេះហើយគឺជាកីឡាករដែលប្រកួតឈ្នះកីឡាករធឿនតារានៅលើទឹកដីថៃនៅសង្វៀនរាជាដើមងឿនបងប្អូនកាលនោះធ្វើឲ្យធឿនតារាមានចិត្តចង់តែជួបកីឡាករតណាន់ឆៃកន្លងមកបងប្អូនព្រោះកាលមុនគឺប្រកួតម៉ារ៉ាតុងជាមួយនឹងធឿនធីរ៉ាជាមួយនឹងកីឡាករអូម៉ាកាលនោះគឺធឿនតារាដោយសាររបួសជើងមិនបានចូលរួមប្រកួតប៉ះជាមួយនឹងតណាន់ឆៃប៉ុន្តែលើកនេះគោប្រកបចិត្តមិនបានប្រកួតទៀតហើយបងប្អូនចាំមើលលើកក្រោយពេលកម្ពុជាថៃលែងវិវាទគ្នាអាចនឹងការប្រកួតប៉ះគ្នាប៉ុន្តែលើគ្រូអេថាបើចេញទៅប្រកួតក្រៅប្រទេសក្រៅពីប្រទេសថៃដូចជាផ្ទះលេខ3ឯអាចប៉ះគ្នាបានដូចអេអមរិនប៉ះនឹងដេនសាមនៅលើទឹកដីជប៉ុនអញ្ចឹងណាបងប្អូនបើចេញទៅប្រកួតអញ្ចឹងអាចប៉ះគ្នាបានបើថាប្រកួតកម្ពុជាតណាន់ឆៃមកប្រកួតកម្ពុជាធឿនតារាទៅប្រកួតថៃគឺអត់បានទេបងប្អូនគឺអត់បានហើយមានព័ត៌មានម្ដេចចែកជូនចុះប្រែបនៅមួយផងសញ្ញាក្តឹងនៅព័ត៌មានថ្មីៗចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ